Look, stop me, play. កំពុងតែញ៉ាំសុកហ្នឹងភ្លេចឈ្មោះផ្លែឈ្មោះអីគឺថាខ្ញុំមានការហួសចិត្តនឹងខ្លួនឯងមែនតើហ្មងបងប្អូនណាហើយផ្លែហ្នឹងគឺខ្ញុំស្គាល់ឈ្មោះទេតែគ្រាន់តែពេលខ្លះទៅភ្លេចឈឹងហ្មងរហូតនឹកអត់ឃើញហ្មងដល់ថាទៅសួរប្តីខ្ញុំថ្ងៃនេះគឺថាយកផ្លែ cherry យកមកកឡុកជាមួយអំបិលប្រទេសខ្ញុំម្ដងអាការនៅខ្មែរលើតែឈ្មោះទេបងប្អូនណាដែរញ៉ាំទេទៅពេលមកស្រុកគេយើងអាសាញ៉ាំព្រោះថានៅស្រុកគេតម្លៃវារៀងសមរម្យហើយសំខាន់នៅផ្ទះខ្ញុំមានពីរបីដើមដែរបងប្អូនណាតែគ្រាន់ថាទៅពេលរដូវក្តៅគ្រាន់ថាវាមានផ្លែបងប្អូនណាដឹងនិយាយថាមិនទេនេះគឺថាវាតំណងមែនតើហ្មងតែបងប្អូនផ្លែដែលខ្ញុំកឡុកជាមួយផ្លែ cherry ហ្នឹងផ្លែអីគេដែរបងប្អូនហ្នឹងខ្ញុំអត់ស្គាល់ឈ្មោះមែនតើតែគ្រាន់ថាផ្លែហ្នឹងពេលញ៉ាំជាមួយអំបិលទេវាឆ្ងាញ់ដែរតែវាអត់សូវឆ្ងាញ់ណាស់ណាទេហើយផ្លែ cherry ហ្នឹងបងប្អូនគឺមានច្រើនប្រភេទដែរជួនកាលខ្លះឆ្ងាញ់ទៅជួនកាលខ្លះអត់សូវឆ្ងាញ់ដែរតែខ្ញុំទិញផ្លែហ្នឹងមកលើនេះគឺថាញ៉ាំទៅវាជូរអែមឆ្ងាញ់មែនតើបងប្អូនណាហើយសំខាន់ណាស់រៀងធំទៀតហើយបើនិយាយពីខាងក្នុងវិញពណ៌វាឡើងក្រហមឆ្អិនឆ្អៅល្អមែនតើនិយាយទៅផ្លែ cherry ទោះញ៉ាំទៅទេក៏ឆ្ងាញ់ដែរតែខ្ញុំយកមកញ៉ាំជាមួយអំបិលប្រគាបងប្អូនហើយរសជាតិក៏ឆ្ងាញ់បែបម្យ៉ាងទៀតចឹងលក្ខណៈថាយើងអាចញ៉ាំជាមួយអំបិលទេក៏បានញ៉ាំទៅទេក៏បានដែរចឹងណាចាវីដេអូគឺមានតែប៉ុណ្្នឹងឯងបងប្អូនជម្រាបលាបាយបាយ